ប្រធានក្លឹបគំរីសពេកលោករ៉ូប៊ីនអាម៉ូរីនថានឹងជះលុយផ្ទាល់ខ្លួនទិញសម្បត្តិឲ្យបុគ្គលិក Manchester United 30 នាក់ដើម្បីបានទៅទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Europa League គ្រូបង្វឹកបិសាចក្រហម Manchester United ពោលគឺលោករ៉ូប៊ីនអាម៉ូរីននឹងជះលុយផ្ទាល់ខ្លួនរបស់លោកដើម្បីរ៉ាប់រងថ្លៃចំណាយរបស់ក្រុមការងារនិងគ្រួសាររបស់ពួកគេដើម្បីបានទៅទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Europa League រវាងក្រុម Manchester United និងក្រុម Tottenham Hotspur នៅក្នុងទីក្រុងប៊ីលបាវប្រទេសអេស្ប៉ាញនេះបើយោងតាមប្រភព ESPN ពិតណាស់ Manchester United នឹងត្រូវតទល់ជាមួយនឹងក្រុម Tottenham Hotspur នៅកីឡដ្ឋាន Estadio San Mamés របស់ Athletic Bilbao នៅថ្ងៃពុធទី 21 ខែឧសភាខាងមុខនេះហើយសម្រាប់ពានរង្វាន់មួយនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមក្បែរបាតតារាង Premier League ទាំងពីរនេះព្រោះតែវាជាឱកាសតែមួយគត់ដែលធ្វើឲ្យពួកគេមានកៅអីលេងក្នុងពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយគួរឲ្យដឹងផងដែរថាបច្ចុប្បន្ននេះទម្រង់លេងរបស់បិសាចក្រហមគឺកំពុងអន់ខ្លាំងមួយទំហឹងតែម្ដងនៅក្នុងលីកស្របពេលម្ចាស់ក្លឹបថ្មីលោក Jim Ratcliffe បាននឹងកំពុងអនុវត្តវិធានការកាត់បន្ថយការចំណាយមួយចំនួនពលគឺបុគ្គលិកជាង250នាក់ត្រូវបានបញ្ឈប់ពីការងារកាលពីខែកក្កដាឆ្នាំ2024កន្លងទៅហើយក៏មានរបាយការណ៍ថ្មីបានលេចចេញមកទៀតថានឹងមានបុគ្គលិក100នាក់បន្ថែមទៀតដែលត្រូវបញ្ឈប់នៅពេលខាងមុខហើយចំពោះការសម្រេចចិត្តរបស់លោកអាម៉ូរីមក្នុងការរ៉ាប់រងថ្លៃសម្បត្តិសម្រាប់គ្រូបង្វឹកនិងបុគ្គលិករបស់គាត់គឺដើម្បីជាការលើកទឹកចិត្តដល់ពួកគេចំពោះការខិតខំប្រឹងប្រែងក្នុងរយៈពេលដ៏រោគរ៉ាក់6ខែដំបូងរបស់គាត់ជាមួយនឹង Manchester United